សួស្តីអ្នកនរគ្នាខ្ញុំកង Nintel សូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូថ្ងៃនេះផងដែរខ្ញុំយកសាច់រឿងមួយដែលមានចំណងជើងថា The Tunnel to Sama The Exit of Goodbye ចឹងកុំឲ្យស៊ីម៉ោងយូរយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាក៏ប៉ុន្តែមុននឹងចូលទៅកាន់សាច់រឿងខ្ញុំចង់សើចឲ្យទៅកាន់1301តែ1301ក៏ជាអ្វី1301ក៏ជាកន្លែងដែលយើងអាចទិញនិងលក់ account Mobile Legends និង Free Fire បាន1301គឺមានសុវត្ថិភាពបំផុតអ្នកនរគ្នាអាចជឿនិងទុកចិត្តបានមិនថាអ្នកនរគ្នាចង់ទិញឬមួយក៏លក់ account គឺអាចទៅ1301បានហើយ link page ទៅ1301ខ្ញុំនឹងដាក់នៅ description តួប្រុសមានឈ្មោះថាខារូនៅក្នុងថ្នាក់គាត់មិនសូវមានមិត្តភក្តិនោះទេគាត់ចូលចិត្តតែម្នាក់ឯងនៅថ្ងៃមួយមិនក៏បានភ្លៀងខារូក៏បានទទួលឆាតដែលកាត់ទឹកភ្លៀងនិងបានស្ដាប់បទចម្រៀងយ៉ាងកំសត់ដូចជាខ្ញុំយ៉ាងចឹងដែរខារូបានដើរបន្តរទៅដល់ចំណតរថភ្លើងមួយកន្លែងនិងបានជួបនៅស្រីម្នាក់ដែលមានឈ្មោះថាអានសូនាងបានអង្គុយចាំរថភ្លើងនៅទីនោះតែម្នាក់ឯងចំណែករថភ្លើងវិញគឺដោយសារតែមានបញ្ហាបុកក្តានបន្តិចបន្តួចដូច្នេះហើយត្រូវវិយាពេលរយៈពេល30នាទីអញ្ចឹងហើយខារូបានឃើញថាអានសូនាងមិនមានឆាតដូច្នេះគាត់ក៏បានឲ្យឆាតរបស់គាត់ទៅកាន់នាងឲ្យនាងខ្ចីសិនហើយប្រាប់ថាផ្ទះរបស់គាត់នៅជិតនឹងនោះទេឲ្យដូច្នេះហើយគាត់មិនអីនោះឡើយគាត់ឲ្យឆាតដល់នាងដោយសារតែគាត់ខ្លាចនាងត្រូវទឹកភ្លៀងនិងផ្ដាសាយអានសូនាងក៏បានទទួលយកហើយនាងក៏បានសុំឈ្មោះនិងលេខទូរស័ព្ទរបស់ខារូដើម្បីងាយស្រួលសងឆាតទៅគាត់វិញគេអត់គាត់បើជាអ្នកខ្លះទៀតឲ្យគេខ្ចីហើយគេត្រូវគេបោកទៀតថ្ងៃថ្មីក៏បានចូលមកដល់ថ្ងៃនេះនៅសាលារៀនក៏មានសិស្សថ្មីម្នាក់ផងដែរដែលនាងគឺជាអានសូសិស្សមកពីតូក្យូហើយនាងក៏មិនបានណែនាំខ្លួនអ្វីច្រើននោះដែរនាងក៏បានដើរទៅរកខារូនិងបានប្រាប់ថានាងនឹងយកឆាតសូមគាត់វិញនៅថ្ងៃស្អែកនៅពេលម៉ោងសម្រាប់មានសិស្សជាច្រើនបានមកនិយាយជាមួយនឹងអានសូក៏ប៉ុន្តែនាងដូចជាមិនសូវខ្វល់អីហ្មងទេហើយអាភ្លាមនឹងផងដែរនឹងក៏ស្រាប់តែមានសិស្សស្រីជើងកាម្នាក់ចេញមកនិយាយថានាងគ្រាន់តែជាសិស្សផ្ទៃមកពីទីក្រុងឯងកុំទៅខ្លួនឯងនឹងដូចអស់ចាខ្លាំងពេកហើយមិនប៉ុណ្្នឹងឯងថែមទាំងកញ្ចក់យកសភៅមេងកាគេតែមើលទៀតហើយសើចចំអកគេទៀតចេញមកនឹងចង់រឿងគេហ្មងនេះកូនស្រីហ្នឹងតែឥឡូវហ្នឹងមានអីឥឡូវស៊ីម្ដាយរបស់អានសូបាត់ហើយគាត់តែឃើញអញ្ចឹងភ្លាមនឹងសិស្សនៅក្នុងថ្នាក់ទាំងអស់ភ្ញាក់ផ្អើលជាមួយនឹងអានសូជាខ្លាំងត្រឡប់មកមើលផ្ទះរបស់ខារូវិញគាត់ក៏បានអុជធូបឲ្យប្អូនស្រីរបស់គាត់ហើយក៏បានពាក់កាសចូលគេងបាត់ទៅលុះបានយប់បន្តិចគាត់ក៏បានឮសំឡេងក្តោងក្តាំងនៅខាងក្រោមហើយគាត់ក៏បានចូលទៅមើលហើយនេះគឺជាស្នាដៃរបស់ឪគាត់ដោយសារតែគាត់នឹងផឹកស្រាស្វឹងបោកចានបោកឆ្នាំងហើយមូលហេតុដែលគាត់ថ្ងៃនេះផឹកស្រាស្វឹងសែតបែបនេះដោយសារតែគាត់នឹងបានជួបជាមួយនឹងម្ដាយរបស់ខារូដែលក៏ជាអតីតប្រពន្ធរបស់គាត់ដែលនាងបានមកជួបគាត់នឹងរំលឹកគាត់អំពីថ្ងៃគោលវិញ្ញាណក្ខន្ធរបស់កូនស្រីរបស់គាត់ដែលនាងមានឈ្មោះថា Karen ហើយគាត់ក៏បានបន្តទៀតថាបើសិនជាម្ដាយរបស់ខារូគឺជាមនុស្សល្អហេតុអ្វីបានជានាងចាក់ចោលគាត់បែបនេះដោយសារតែកំហឹងមួយពេលគាត់ក៏បានច្រានខារូចេញទៅខាងក្រៅនិងបានបោយសក់គាត់និងបាននិយាយថាមួយថ្ងៃនឹងគ្មានគិតធ្វើអីក៏តែពាក់កាសស្ដាប់បទចម្រៀងអត់ប្រយោជន៍របស់ឯងនឹងទៅឯងគិតថាការដែលឯងធ្វើបែបនេះឯងអាចគេរត់ពីការដែលធ្វើឲ្យប្អូនស្រីរបស់ឯងស្លាប់បានមែនបើសិនជាអាចបដូរជីវិតបានណាឯងចង់ឲ្យប្អូនស្រីឯងនៅរស់ច្រើនជាងដោយនៅទ្រាំជាមួយនឹងសម្ដីរបស់ពុកខ្លួនមិនបានខារូគាត់ក៏បានរត់ចាក់ចេញពីផ្ទះក៏ប៉ុន្តែគាត់ក៏មិនដឹងថារូបគាត់នឹងរត់ទៅណានោះដែរគាត់ក៏ចេះតែរត់រហូតទៅដល់ផ្លូវរថភ្លើងមួយខ្សែដោយមិនប្រយ័ត្នគាត់ក៏បានធ្វើឲ្យខ្លួនរបស់គាត់នឹងធ្លាក់ទៅចូលក្នុងព្រៃមួយដែលក្នុងព្រៃមួយនោះគឺមានរូងភ្នំដ៏ចម្លែកមួយផងដែរដោយខ្ជិលគិតច្រើនខារូគាត់ក៏បានដើរចូលទៅរូងភ្នំមួយនោះនៅក្នុងរូងភ្នំមួយនេះវាពិតជាមានទិដ្ឋភាពស្អាតនិងប្លែកចម្លែកខ្លាំងណាស់ខារូបានដើរទៅមុខបន្តិចគាត់ក៏បានឃើញស្បែកជើងរបស់ប្អូនស្រីរបស់គាត់ហើយគាត់ក៏បានគិតថាប្អូនស្រីរបស់គាត់បែរជានៅក្នុងនេះហើយអញ្ចឹងហើយគាត់ក៏បានរត់ចូលទៅខាងក្នុងបន្ថែមទៀតព្រាមនឹងដែរក៏ស្រាប់តែមានកូនចាស់មួយហាមរបស់គាត់នឹងបានទុំទៅលើដៃរបស់ខារូនឹងបានច្រៀងបទចម្រៀងដែលប្អូនស្រីរបស់គាត់ធ្លាប់តែច្រៀងផងដែរគ្រាន់តែបែបនេះភ្លាមខារូគាត់ក៏បាននិយាយថានេះគឺជារូងភ្នំអូរ៉ាស៊ីម៉ាហើយក៏បានព្យាយាមរត់ចាក់ចេញមកខាងក្រៅវិញនៅពេលដែលខារូគាត់បានមកដល់ផ្ទះវិញភ្លាមគាត់ពិតជាមានអារម្មណ៍ថាឆ្ងល់ជាខ្លាំងមិនបាននៅក្នុងរូងភ្នំនោះមានកូនចាស់ដែលចេះច្រៀងបទចម្រៀងនៃប្អូនស្រីរបស់គាត់តែនៅច្រៀងនិងមានស្បែកជើងរបស់នាងនៅក្នុងនោះទៀតបានបន្តិចឪពុករបស់ខារូគាត់ក៏បានត្រឡប់មកដល់ផ្ទះវិញគាត់ក៏បានអោបនិងសុំទោសទៅកាន់ខារូរឿងដែលគាត់បានផឹកស្រាស្វឹងនិងបានដេញខារូចាក់ចេញពីផ្ទះគាត់បានព្យាយាមដើររកខារូជាខ្លាំងក៏ព្រោះថាខារូនឹងបានចាក់ចេញពីផ្ទះទៅឡើងមួយសប្តាហ៍គាត់មិនដឹងទេថាខារូទៅដល់ទីណានោះទេហើយខារូគាត់មានអារម្មណ៍ថាភ្ញាក់បន្តិចក៏ព្រោះថាខារូបានចូលទៅក្នុងរូងភ្នំតាមប្រផ្លែនោះទេតែហេតុអ្វីបានជាឪពុករបស់គាត់បាននិយាយថាគាត់បានបាត់ខ្លួនឡើងមួយសប្តាហ៍ស្អែកឡើងនៅពេលដែលខារូបានទៅដល់សាលារៀនមិត្តរបស់ខារូគាត់ក៏បានសួរទៅកាន់ខារូដូចទៅនឹងអ្វីដែលប៉ារបស់ខារូបានសួរទៅកាន់ខារូយកវិញអញ្ចឹងដែរហើយកញ្ញាអានសូនបានដើរចូលមកបាននិយាយថានាងនឹងសងឆាតទៅកាន់គាត់វិញចាអត់មានអីនិយាយក្រៅពីរឿងឆាតហ្នឹងហ្មងអីល្ងាចឡើងតួអង្គប្រុសគាត់ក៏បានដើរទៅកាន់រូងភ្នំនោះម្ដងទៀតតែម្ដងនេះគាត់មិនមែនទៅម្នាក់ឯងទៀតនោះទេក៏ព្រោះថានៅពេលដែលគាត់បានចូលទៅដល់រូងភ្នំមួយនោះគាត់ក៏បានឃើញកញ្ញាអានសូនៅក្នុងនោះដែរ
គ្រាន់តែឃើញនាងភ្លាមគាត់ក៏បានចាប់ដៃនាងនិងរត់ចាក់ចេញពីរូងភ្នំនោះវិញតែម្ដងនៅពេលពួកគេចេញមកដល់ខាងក្រៅវិញអ្នកទាំងពីរគឺឆ្ងល់ដូចគ្នាថាមានរឿងអីបានកើតឡើងក៏ព្រោះថាពួកគេគឺនៅក្នុងនោះតែបន្តិចសោះតែមកដល់ខាងក្រៅវិញគឺផុតទៅឡើង8ម៉ោងហើយវាហាក់ដូចជាឆ្លងពេលវេលាអញ្ចឹងហើយពួកគេបានគិតថាការដែលចូលទៅក្នុងរូងភ្នំមួយនោះគឺវាប្រកាសជាផ្ដល់នូវបំណងប្រាថ្នាអ្វីមួយទៅឲ្យអ្នកទាំងពីរហើយដូច្នេះហើយអានសូនាងបានបបួលខារូចូលទៅក្នុងរូងភ្នំមួយនោះជាមួយនឹងគ្នាបើសិនជាគាត់នៅមិនទាន់ទទួលបានអ្វីមួយដែលគាត់ចង់បាននោះទេក៏ព្រោះថាអានសូនាងក៏ចង់បានអ្វីមួយចេញពីរូងភ្នំមួយនោះផងដែរដូច្នេះហើយអ្នកទាំងពីរក៏បានធីមអាប់ជាមួយនឹងគ្នាលុះថ្ងៃស្អែកឡើងបន្ទាប់ពីអ្នកទាំងពីរបានចេញពីសាលារៀនពួកគេបានមកកន្លែងរូងភ្នំមួយនោះម្ដងទៀតដោយថ្ងៃនេះពួកគេនឹងធ្វើការសាកល្បងមួយដើម្បីចង់ដឹងថាពេលវេលានៅខាងក្នុងកាន់តែជ្រៅឬកាន់តែខុសគ្នាពីខាងក្រៅយ៉ាងណាដោយការសាកល្បងមួយនោះគឺឲ្យខារូជាអ្នកចូលទៅខាងក្នុងដោយនិយាយទូរស័ព្ទជាមួយនឹងអានសូហើយពួកគេនៅតែបន្តនិយាយទូរស័ព្ទជាមួយនឹងគ្នារហូតដល់ពេលដែលខារូបានចូលទៅក្នុងរូងភ្នំបានកាន់តែជ្រៅបន្តិចទូរស័ព្ទក៏ស្រាប់តែដាច់ដូច្នេះហើយខារូបានរត់ចេញមកជួបនឹងអានសូវិញតែអ្វីដែលនឹកស្មានម្ដងនោះគឺគ្រាន់តែគាត់បានបែរក្នុងរត់មកវិញហ្នឹងគាត់ក៏បានឆ្លងពេលវេលាឡើង65នាទីទៅហើយអានសូនាងបានសួរទៅកាន់ខារូថាគាត់បានដើរទៅដល់តំណាដែរហើយខារូបានថាគាត់រត់មកវិញនៅពេលដែលគាត់បានដើរទៅដល់ដើមឈើជួរទី3អូខេចឹងឥឡូវយើងទៅផ្ទះសិនណាចាំមកវិញម្ដងទៀតនៅថ្ងៃស្អែកឡើងអានសូនាងបានសារទៅបបួលខារូទៅដើរលេងជាមួយនឹងគ្នាតាមដងផ្លូវរថភ្លើងពេលដែលបានជួបគ្នាហើយអ្នកទាំងពីរក៏បានបន្តដំណើរទៅកន្លែងរូងភ្នំនោះម្ដងទៀតហើយលើកនេះមុននឹងចូលទៅអានសូនាងបានប្រាប់ឲ្យខារូត្រឡប់មកវិញភ្លាមបន្ទាប់ពីបានដើរទៅដល់កន្លែងដើមឈើបាន3វិនាទីគ្រាន់តែនៅខាងក្នុងនោះ3វិនាទីនៅខាងក្រៅគឺកន្លងផុតទៅ2ម៉ោងបាត់ទៅហើយអញ្ចឹងហើយបានន័យថានៅក្នុងរូងភ្នំនោះតែមួយថ្ងៃនៅខាងក្រៅគឺកន្លងផុតទៅ6ឆ្នាំកន្លះស្អែកឡើងអ្នកទាំងពីរបានមករូងភ្នំនេះម្ដងទៀតនិងបានសាកល្បងនៅពិធីសាសជាច្រើនទាំងការផ្ញើសារឲ្យគ្នាទាំងការរកផ្លូវចេញនៃរូងភ្នំមួយនេះនិងថែមទាំងបង្កើតនៅអនុស្សាវរីយ៍ជាមួយនឹងគ្នាទៀតផងម្ដងទៀតអ្នកទាំងពីរក៏បានចូលទៅក្នុងរូងភ្នំមួយនោះទាំងពីរនាក់តែម្ដងនិងបានឲ្យខារូជាអ្នកដើរចូលទៅខាងក្នុងនៃជួរដើមឈើនៅពេលដែលខារូដើរចូលទៅខាងក្នុងបានបន្តិចតែប៉ុណ្ណោះគាត់ក៏បានងាកមកមើលអានសូវិញនិងឃើញថានាងធ្វើសកម្មភាពលឿនខ្លាំងមែនទែននិងមិនដឹងថាមានរឿងអ្វីខ្លះបានកើតឡើងនោះទេនៅភ្លាមនឹងដែរគ្រាន់តែខារូបានឃើញអានសូនាងអង្គុយអោនក្បាលចុះគាត់ក៏បានរត់ចាក់ចេញមកវិញភ្លាមដោយនៅខាងក្រៅគឺបានកន្លងផុតទៅអស់រយៈពេល7ម៉ោងបាត់ទៅហើយអញ្ចឹងហើយឥឡូវអ្នកទាំងពីរក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញសិននៅពេលដែលត្រឡប់ទៅដល់ផ្ទះវិញហើយអ្នកទាំងពីរក៏បានសារទៅប្រាប់គ្នាថានឹងប្រើរយៈពេល3ថ្ងៃនៃចុងសប្តាហ៍ដើម្បីចូលទៅក្នុងរូងភ្នំមួយនោះឲ្យកាន់តែជ្រៅនិងយូរជាងនេះតែមុននឹងចូលទៅពួកគេក៏បានដេតគ្នាដើម្បីទៅដើរលេងសិនឃើញអត់គាត់បានជាអ្នកខ្លះមានអ្នកដេតជាមួយនៅពេលដែលអ្នកទាំងពីរកំពុងតែដើរលេងជាមួយនឹងគ្នានោះអានសូនាងបាននិយាយទៅកាន់ខារូថានៅពេលដែលនាងឃើញខារូដើរទៅក្នុងរូងភ្នំនោះកាន់តែជ្រៅទៅនាងមានអារម្មណ៍ថាវាប្រៀបដូចជាការបំបីពិភពលោករបស់អ្នកទាំងពីរចេញពីគ្នាទោះបីជានាងព្យាយាមផ្ញើសារអ្វីទៅដោយទៅកាន់ខារូក៏វាមិនអាចទៅដល់ខារូបានផងដែរហើយខារូក៏បានតបវិញថាតើនាងខ្លាចមែនទេបើសិនជានាងខ្លាចនាងអាចបញ្ឈប់វាត្រឹមនេះបានក៏ប៉ុន្តែអានសូនាងមិនបានខ្លាចនោះទេនាងនៅតែចង់បន្តជាមួយនឹងខារូតទៅមុខទៀតដូច្នេះហើយខារូក៏បាននិយាយរឿងក្នុងចិត្តមួយប្រាប់ទៅកាន់អានសូនាងបានដឹងកាលពីមុនគាត់ក៏ធ្លាប់មកកន្លែងនេះជាមួយនឹងក្រុមគ្រួសាររបស់គាត់ផងដែរដែលមានប៉ាម៉ាក់និងប្អូនស្រីរបស់គាត់ដែលនាងមានឈ្មោះថា Karen ខ្ញុំគិតថាប៉ាម៉ាក់របស់ខ្ញុំគឺជាប្រិយប្រពន្ធដែល sweet ជាងគេហើយនៅលើโลกនេះប៉ុន្តែមានថ្ងៃមួយប្អូនស្រីរបស់ខ្ញុំនឹងបានធ្លាក់ពីលើដើមឈើស្លាប់Karen នាងក៏ជាក្មេងស្រីម្នាក់ចង់ធ្វើឲ្យមនុស្សគ្រប់គ្នាបានសប្បាយរីករាយនិងសោកញញឹមនាងប្រាថ្នាចង់ឲ្យមនុស្សក្នុងโลกមានភាពរីករាយនិងមានសុភមង្គលដូចជានាងផងដែរក៏ប៉ុន្តែថ្ងៃមួយខ្ញុំបានឆ្លោះគ្នាជាមួយនឹងនាងនិងទុកនាងចោលនៅតែម្នាក់ឯងហើយនៅពេលដែលខ្ញុំត្រឡប់មកវិញនោះគឺហួសពេលបាត់ទៅហើយនាងក៏បានធ្លាក់ពីលើដើមឈើស្លាប់បន្ទាប់ពី Karen ស្លាប់ប៉ាម៉ាក់របស់ខ្ញុំក៏បានចែកផ្លូវគ្នាម៉ាក់របស់ខ្ញុំក៏បានចាកចេញពីខ្ញុំទៅហើយប៉ារបស់ខ្ញុំក៏បានផឹកស្រានិងធ្វើបាបមកលើខ្ញុំជារៀងរាល់ថ្ងៃគ្រួសាររបស់យើងក៏បានបែកបាក់ដូច្នេះហើយអ្វីគ្រប់យ៉ាងដែលខ្ញុំគិតនោះគឺវាគឺជាកំហុសរបស់ខ្ញុំដែលធ្វើឲ្យ Karen ស្លាប់អញ្ចឹងហើយខ្ញុំនឹងយក Karen ឲ្យត្រឡប់មកវិញបន្ទាប់ពីនោះក៏ដល់ថ្ងៃដែលពួកគេទៅចូលរូងភ្នំមួយនោះម្ដងទៀតហើយអ្នកទាំងពីរចូលទៅលើកនេះគឺចំណាយពេលនៅក្នុងនោះគឺ108វិនាទីដែលស្មើនឹងខាងក្រៅ3ថ្ងៃហើយអ្នកទាំងពីរក៏រត់ចូលទៅដល់ខាងក្នុងរៀងបានជ្រៅបន្តិចក៏ស្រាប់តែមានកដាស់អ្វីមួយយ៉ាងហាមកបុកអានសូជាច្រើននៅពេលហ្នឹងដែរអានសូនេះចង់រើសកដាស់ទាំងអស់នោះចេញមកខាងក្រៅជាមួយនឹងនាងវិញក៏ប៉ុន្តែក៏ដល់ពេលដែលត្រូវរត់ចាក់ចេញមកវិញហើយអញ្ចឹងហើយខារូក៏បានសម្រេចចិត្តជួយរើសនាងនិងបានបញ្ញាប់រត់ចេញមកក្រៅវិញត្រឡប់មកដល់ខាងក្រៅវិញទើបបានដឹងថានេះគឺជាក្រដាស់គំនូរមេងការបស់អានសូជាមួយនឹងលោកតានាងហើយអ្នកទាំងពីរក៏បានទៅផ្ទះរបស់អានសូសិនដើម្បីផ្លាស់ប្ដូរកៅអៅក៏ព្រោះថាកៅអៅរបស់ពួកគេគឺសែមកហើយនៅផ្ទះរបស់អានសូក៏មានសភៅមេងកាជាច្រើនដែលនាងបានគូហើយខារូក៏ឆ្ងល់ខ្លាំងណាស់មិនបានជាអានសូនាងមិនយកសភៅរបស់នាងទៅបោះពុម្ពផ្សាយអញ្ចឹងគ្រាន់តែលឺអញ្ចឹងនឹងអានសូនាងបានសួរទៅកាន់ខារូវិញភ្លាមតើលោកគិតថានៅលើโลกហ្នឹងមានអ្នកគូមេងកាចំនួនប្រមាណអ្នកប្រហែលជា10000នាក់
គឺជាង50000នាក់ពីមួយឆ្នាំទៅមួយឆ្នាំមនុស្សកាន់តែកើនឡើងសមត្ថភាពគូគំនូររបស់ខ្ញុំក៏កាន់តែអន់ថយអញ្ចឹងហើយបានជាខ្ញុំមិនព្រមយកវាទៅបោះពុម្ពផ្សាយហើយខ្ញុំក៏បានចូលចិត្តនៅ manga ដែលលោកតារបស់ខ្ញុំបានគូក៏ប៉ុន្តែប៉ាម៉ារបស់ខ្ញុំក៏ពិតជាស្អប់នៅអ្វីដែលលោកតារបស់ខ្ញុំបានធ្វើខ្លាំងណាស់តើអ្នកដឹងទេថាហេតុអ្វីក៏ព្រោះថាវាលក់មិនដាច់សូម្បីតែមួយក្បាលហើយនេះគឺជា manga តែមួយគត់ដែលគាត់បានបោះពុម្ពផ្សាយនិងដាក់លក់វានៅលើទីផ្សារហើយវាគឺទើបតែសរសេរបាន3ភាគតែប៉ុណ្ណោះទោះយ៉ាងណាគាត់នៅតែបន្តគូវារហូតដល់ចំណុចមួយដែលវាបាននិយាយអំពីសាច់រឿងប៉ារបស់ខ្ញុំហើយលោកតារបស់ខ្ញុំគាត់ក៏បានស្លាប់ក៏ប៉ុន្តែប៉ាម៉ារបស់ខ្ញុំនឹងគាត់គ្មានស្រទាប់ទឹកភ្នែកអីសូម្បីតែបន្តិចសោះពួកគាត់ទាំងពីរនឹងប្រៀបដូចជាមនុស្សដែលគ្មានមនោសញ្ចេតនាអីសូម្បីតែបន្តិចនោះទេដូច្នេះហើយបានជាខ្ញុំមករស់នៅទីនេះតែម្នាក់ឯងហ្នឹងណាលោកឃើញទេនេះគឺជាគំនូរ manga ដំបូងគេបង្អស់ដែលខ្ញុំបានគូលោកតារបស់ខ្ញុំគាត់បានអានវារហូតដល់ចប់គាត់បានសរសើរខ្ញុំនិងលើកទឹកចិត្តខ្ញុំឲ្យធ្វើជាអ្នកគូ manga ហើយការដែលខ្ញុំចូលទៅក្នុងរូងភ្នំមួយនោះគឺខ្ញុំចង់បានលើកទេពកោសល្យនៃការគូ manga និងធ្វើជាអ្នកគូ manga ដ៏ល្អជាងគេនិងល្បីជាងគេនៅក្នុងពិភពលោកមួយនេះបន្ទាប់មកខារូគាត់ក៏បានសុំអាន manga របស់ខារូបន្តិចដំបូងហ្នឹងអានសូនាងហាក់ដូចជាមិនចង់ឲ្យប្រមាណនោះទេតែដោយសារតែខារូនឹងទទូចសុំខ្លាំងពេកនាងក៏ឲ្យគាត់អានទៅបន្ទាប់ពីអានចប់ហើយខារូក៏បានសរសើរថាគំនូរ manga របស់នាងពិតជាល្អខ្លាំងណាស់ហើយក៏ធ្វើឲ្យអានសូនាងមានអារម្មណ៍ថារំភើបផងដែរខារូក៏បាននិយាយថាអានសូនាងគឺមានទេពកោសល្យហើយទោះបីជានាងមិនទៅរូងភ្នំមួយនោះក៏នាងនៅតែអាចគូ manga បានយ៉ាងល្អផងដែរក៏ប៉ុន្តែអានសូនាងបានប្រកែកនាងមិនល្អដូចជាខារូនោះទេក៏ព្រោះថានៅថ្ងៃដែលពួកគេបានដើរលេងជាមួយនឹងគ្នានោះអានសូនាងបានដឹងថាខារូគឺលះបង់អ្វីៗគ្រប់យ៉ាងគឺគ្រាន់តែដើម្បីរបស់ដែលគាត់ចង់បានហើយនាងក៏ចង់ធ្វើដូចទៅនឹងខារូផងដែរនិងរស់នៅក្នុងពិភពលោកមួយដែលខារូបានមើលទៅឃើញអញ្ចឹងហើយបានជានាងព្យាយាមចូលទៅក្នុងរូងភ្នំមួយនោះជាមួយនឹងខារូហើយអ្នកទាំងពីរក៏នៅតែបន្តទៅក្នុងរូងភ្នំមួយនោះទៀតជាមួយនឹងគ្នាហើយថ្ងៃដែលអ្នកទាំងពីរត្រូវទៅទៀតនោះគឺថ្ងៃទី2ខែ8មុននឹងថ្ងៃនោះម្ដងអ្នកទាំងពីរក៏បានទៅដើរលេងបនរដូវក្តៅជាមួយនឹងគ្នាអានសូនាងបានតែងខ្លួនយ៉ាងស្អាតគ្រាន់តែខារូបានឃើញសម្រស់របស់អានសូភ្លាមគាត់ក៏បានភ្លឹកចុះមួយផ្លែតផងដែរក៏ព្រោះតែថ្ងៃនេះនាងតែងខ្លួនស្អាតខ្លាំងណាស់ហើយពួកគេទាំងពីរក៏បានទៅដើរលេងនៅកន្លែងផ្សេងៗជាមួយនឹងគ្នាជាច្រើនហើយក៏បានកាន់ដៃគ្នាមើលកំជ្រួចទៀតផងមិនដូចជាអ្នកមើលនោះទេអត់សង្សារកាន់ដៃដូចគេហើយមកមើលស្នេហាទៀតនៅពេលដែលខារូទៅដល់ផ្ទះវិញក៏ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ក៏ព្រោះថាឃើញប៉ារបស់ខ្លួននឹងបាននាំនៅស្រីម្នាក់មកផឹកជាមួយនឹងគាត់នៅឯផ្ទះទោះបីជាប៉ារបស់ខារូបានណែនាំគាត់ទៅមនុស្សស្រីម្នាក់នឹងក៏ដោយក៏ប៉ុន្តែខារូគាត់នៅតែមិនពេញចិត្តដដែលហើយថែមទាំងបានឆ្លោះគ្នាជាមួយនឹងប៉ារបស់គាត់មុននឹងគាត់បានឡើងទៅបន្ទប់នៅព្រឹកស្អែកឡើងអ្នកទាំងពីរក៏បានទៅជួបគ្នាម្ដងទៀតហើយអានសូនាងបាននិយាយអំពីសៀវភៅ manga ដែលនាងបានឲ្យខារូអាននោះគឺនាងបានសែនទៅឲ្យអ្នកនៅកន្លែងបោះពុម្ពហើយពួកគេបាននិយាយថានាងពិតជាធ្វើវាបានល្អខ្លាំងណាស់ហើយអ្នកនៅទីនោះក៏ចង់សហការជាមួយនឹងនាងដើម្បីធ្វើសៀវភៅ manga ផ្សេងៗទៀតនិងយកសៀវភៅ manga ដែលនាងមានស្រាប់នោះយកមកបោះពុម្ពផ្សាយក៏ប៉ុន្តែនាងនៅមិនទាន់យល់ព្រមនោះទេក៏ព្រោះតែនាងនៅមិនទាន់មានភាពច្បាស់លាស់ដូច្នេះហើយខារូក៏បានព្យាយាមបញ្យល់ទៅកាន់នាងនិងឲ្យនាងឆាប់យល់ព្រមជាមួយនឹងពួកគេទៅហើយគាត់ក៏បានពន្យាពេលនៃការចូលទៅក្នុងរូងភ្នំក្រោមដីមួយនោះផងដែរតែឥឡូវនេះពួកគេទៅដើរលេងជាមួយនឹងគ្នាសិនគឺទៅកន្លែងផ្លូវរថភ្លើងដែលពួកគេបានជួបគ្នាដំបូងហើយខារូក៏បានដើរទៅយកផ្កាជក់រត់មួយដែលតំណាងថាវាគឺជាឆ័ត្ររបស់គាត់នឹងធ្វើដោយការដែលគាត់បានជួបជាមួយនឹងអានសូដំបូងTell me your name and give me your cell number. Kaoru Tono. Anzu Hanashiro. នៅយប់នោះផងដែរខារូក៏បានរៀបចំអវ៉ាន់ចេញទៅក្រៅយើងមិនដឹងថាគាត់ទៅណានោះទេយើងដឹងត្រឹមតែពេលនេះអានសូនាងបានរងចាំសាររបស់ខារូមិនឃើញគេសារមកសោះអញ្ចឹងហើយនាងក៏បានទៅផ្ទះរបស់ខារូក៏មិនតែមិនបានជួបនឹងខារូនោះទេក៏បានជួបជាមួយនឹងប៉ារបស់គាត់ហើយប៉ារបស់ខារូក៏បាននិយាយថាគាត់បានបាត់ខារូតាំងពីយប់មិញម៉េះមិនដឹងថាគេទៅណានោះទេបាត់ឡើងមកយប់មិនឃើញមកវិញឡើយគាត់តែលឺអញ្ចឹងភ្លាមនឹងអានសូនាងដឹងហើយថាខារូបានទៅណាហើយនាងក៏បានរត់ទៅកន្លែងផ្លូវរូងភ្នំមួយនោះនៅពេលដែលនាងរត់ទៅដល់មុខរូងភ្នំមួយនោះនាងក៏ទទួលបានសារចុងក្រោយរបស់ខារូដែលវាមានន័យថានៅពេលនេះខារូក៏បានចូលទៅក្នុងរូងភ្នំមួយនោះហើយគាត់ក៏បានសរសើរសៀវភៅ manga របស់អានសូដែលថាវាពិតជាអស្ចារ្យខ្លាំងណាស់ហើយគោលដៅដែលនាងចង់ធ្វើជាមនុស្សមិនធម្មតានោះគាត់បានគិតថានាងបានធ្វើវាហើយអញ្ចឹងហើយទោះបីជានាងមិនចូលទៅក្នុងរូងភ្នំក្រោមដីមួយនេះក៏នាងនៅតែអាចគូ manga បានយ៉ាងល្អផងដែរហើយគាត់ក៏នៅតែចង់អានសៀវភៅ manga របស់អានសូ Hanashiro ដូច្នេះហើយនាងគឺត្រូវតែបន្តគូ manga បន្តទៅមុខទៀតមកដល់ត្រឹមចំណុចនេះខារូក៏បានប្រាប់ឲ្យយើងបានដឹងថាតាមពិតទៅ
នៅក្នុងរូងភ្នំក្រោមដីមួយនោះវាមិនអាចផ្ដល់នូវបំណងប្រាថ្នាមកឲ្យយើងបាននោះទេវាគ្រាន់តែអាចផ្ដល់នូវរបស់ដែលយើងបានបាត់បង់ឲ្យមកវិញតែប៉ុណ្ណោះអញ្ចឹងហើយទោះបីជាអានសូនាងបានចូលទៅក្នុងរូងភ្នំមួយនោះក៏នាងមិនអាចទទួលបាននូវទេពកោសល្យនៃការគូមេងកាបានដែរផ្ទុយទៅវិញគាត់ចង់ឲ្យនាងមើលឃើញនូវពិភពលោករបស់ខ្លួនឯងនិងបន្តធ្វើនៅអ្វីដែលខ្លួនឯងចង់ធ្វើតទៅមុខទៀតទោះបីជាវាបានកន្លងផុតទៅយូរយ៉ាងណាក៏ដោយ1000ឆ្នាំ10000ឆ្នាំ100,000ឆ្នាំនៅពេលដែលគាត់ត្រឡប់មកវិញគាត់នឹងអានសភៅមេងការបស់នាងនៅពេលដែលអានសូនាងបានអានសារនេះចប់នាងបានស្រក់ទឹកភ្នែកនិងអង្គុយយំយ៉ាងខ្លាំងកាត់ចូលមកកាន់ខារ៉ូវិញគាត់បានដើរទៅក្នុងរូងភ្នំកាន់តែជ្រៅទៅនិងចំណាយពេលអស់រយៈពេល14ម៉ោងបាត់ទៅហើយដែលស្មើនឹងខាងក្រៅគឺ4ឆ្នាំគាត់ក៏នៅតែមិនទាន់រកឃើញខារ៉ែនដដែលហើយខារ៉ូក៏បានដើរទៅមុខផងនិងស្រែកហៅខារ៉ែនផងហើយក៏បានដើររហូតទៅដល់កន្លែងមួយដែលមានពន្លឺភ្លឺយ៉ាងខ្លាំងគាត់ក៏បានដើរចូលទៅទីនោះនៅពេលដែលគាត់បានបើកភ្នែកមកវិញគាត់ក៏បានឃើញតែខ្លួនឯងនៅក្នុងផ្ទះនិងបានឃើញថាខ្លួនឯងត្រឡប់មកជាកូនក្មេងឡើងមកវិញថែមទាំងបានឃើញប្អូនស្រីរបស់គាត់ទៀតផងគាត់ក៏បានគិតថាអ្វីដែលកើតឡើងមុននេះវាគ្រាន់តែជាសុបិនទេមកទៅប្អូនស្រីរបស់គាត់ខារ៉ែននាងបានយកសត្វល្អិតមួយដែលគាត់បានចូលចិត្តមកឲ្យគាត់នាងបាននិយាយថាសត្វល្អិតមួយនេះនាងបានចាប់វាមកឲ្យគាត់ជាពិសេសផងដែរហើយខារ៉ូពិតជារំភើបខ្លាំងណាស់នេះប្រហែលជាការពិតហើយមើលទៅក៏ប៉ុន្តែព្រាមនឹងដែរគាត់ក៏បានឃើញខ្លួនឯងនៅក្នុងកញ្ចក់ដែលគាត់មិនមែនជាកូនក្មេងនោះទេហើយនៅពេលហ្នឹងផងដែរខារ៉ូគាត់ក៏បានឮសំឡេងសារចេញពីទូរស័ព្ទរបស់គាត់ដែលនេះគឺជាសាររបស់អានសូនាងបានផ្ញើសារមកកាន់គាត់រយៈពេល1ឆ្នាំម្ដងគ្រាន់តែឃើញបែបនេះប្អូនស្រីរបស់គាត់ខារ៉ែននាងបានលើកទឹកចិត្តឲ្យគាត់ប្រញាប់ចាកចេញពីទីនេះទៅព្រោះថាទីនេះមិនស័ក្តិសមនឹងឲ្យគាត់រស់នៅនោះឡើយហើយឯខារ៉ូនឹងប្រញាប់ទៅរកស្នេហារបស់គាត់ទៅបើសិនជានាងស្រឡាញ់គាត់ផងដែរហើយនេះគឺជាជំរឿតែមួយគាត់ដែលគាត់ត្រូវតែធ្វើព្រោះថានៅពេលដែលខារ៉ែននាងបានឃើញខារ៉ូសប្បាយចិត្តនាងក៏សប្បាយចិត្តផងដែរនាងមិនចង់ឃើញខារ៉ូធ្លាក់នៅក្នុងវិបត្តិសេរីបែបនេះនោះឡើយហើយនៅពេលនេះខារ៉ូគាត់ក៏បានភ្ញាក់ខ្លួនគាត់ក៏បានដើរចាកចេញពីទីនេះទៅខាងក្រៅវិញមុននឹងចេញទៅខាងក្រៅវិញខារ៉ែននាងបាននិយាយលាជាលើកចុងក្រោយទៅកាន់ខារ៉ូហើយនាងក៏បាននិយាយឲ្យខារ៉ូមើលថែខ្លួនឯងផងហើយនាងបាននិយាយទៀតថាខ្ញុំស្រឡាញ់បងប្រុសធំកាត់ចំមកកាន់អានសូវិញនាងក៏បានខ្លាយទៅជាអ្នកគូមេងកាដ៏ល្បីម្នាក់ហើយនាងក៏នៅតែបន្តរងចាំខារ៉ូដដែលទាំងឆាតទាំងទូរស័ព្ទរងចាំសារនិងការស្រឡាញ់របស់នាងទៅកាន់ខារ៉ូមកមើលខារ៉ូវិញគាត់ក៏បានរត់ចាកចេញពីទីនោះហើយគាត់ក៏បានរត់បណ្ដាលនឹងហៅឈ្មោះរបស់អានសូបណ្ដាហើយក៏បានសារទៅប្រាប់អានសូផងដែរដែលថាគាត់មានរឿងមួយចង់ប្រាប់ទៅកាន់នាងដោយទ្រាំមិនបាននឹងការរងចាំអស់រយៈពេលជាយូរនោះអានសូនាងក៏បានទៅអង្គុយយំនៅកន្លែងចាស់របស់ពួកគេហើយសាររបស់ខារ៉ូមុននេះក៏បានផ្ញើមកដល់នាងផងដែរបន្ទាប់ពីអានសាររបស់ខារ៉ូមួយនេះហើយអានសូនាងក៏បានរត់ទៅកន្លែងផ្លូវរូងក្រោមដីមួយនោះដើម្បីទៅជួបនឹងខារ៉ូហើយអ្នកទាំងពីរក៏បានជួបគ្នាពិតមែនហើយក៏បានផ្ដាំស្នេហ៍ជាមួយនឹងគ្នាទៀតផងបន្ទាប់មកអ្នកទាំងពីរក៏បានដើរចាកចេញមកខាងក្រៅវិញដែលពេលវេលាទាំងអស់គឺកន្លងផុតទៅអស់រយៈពេល13ឆ្នាំនិង102ថ្ងៃរាប់ចាប់ពីថ្ងៃដែលពួកគេចូលទៅក្នុងរូងភ្នំមួយនេះដំបូងអូខេអ្នកទាំងអស់គ្នាសាច់រឿងមួយហ្នឹងគឺបានមកដល់ទីបញ្ចប់ហើយនៅក្នុងសាច់រឿងមួយហ្នឹងផងដែរគេចង់ឲ្យយើងដឹងមួយថាការដែលយើងនៅតែចងចាំនៅតែស្រឡាញ់សាច់ញាតិរបស់យើងឬក៏នរណាគេម្នាក់ដែលពួកគាត់បានចាកចេញពីភពផែនដីនេះទៅហើយវាគឺជារឿងល្អហើយក៏ប៉ុន្តែយើងមិនគួរបណ្ដោយឲ្យខ្លួនឯងនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេរីនោះឡើយឬក៏ស្ដាយក្រោយរឿងអ្វីមួយដែលពួកយើងមិនបានធ្វើមុនពេលដែលគាត់បានចាកចេញទៅក៏ព្រោះថាមនុស្សដែលបានចាកចេញទៅហើយយើងមិនអាចយកពួកគាត់ត្រឡប់មកវិញបាននោះទេឬក៏ទាមទារឲ្យគាត់ត្រឡប់មកវិញបាននោះដែរអ្វីដែលយើងអាចធ្វើបាននៅពេលនេះគឺធ្វើឲ្យខ្លួនឯងសប្បាយចិត្តនិងរស់នៅដោយមានសុភមង្គលតទៅមុខទៀតខ្ញុំជឿថាមនុស្សដែលគាត់បានចាកចេញទៅហើយគាត់ក៏ចង់ឃើញយើងបែបនេះនោះដែរគាត់ចង់ឃើញយើងសប្បាយចិត្តនិងរស់នៅធ្វើអ្វីដែលខ្លួនឯងចង់ធ្វើរស់នៅដោយមានសុភមង្គលបំផុតអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត